បាទជំរាបសួរបងប្អូនទាំងអស់ដែលកំពុងទស្សនាវីដេអូមួយនេះលោកតាលោកយាយអ៊ំពូមីងដែលកំពុងទស្សនាថ្ងៃនេះយើងនឹងនាំអារម្មណ៍លោកអ្នកទៅជួបជាមួយនឹងកន្លែងមួយដែលជាទីរមណីយដ្ឋានស្អាតហើយមិនឆ្ងាយប្រមាណពីទីក្រុងភ្នំពេញទេកន្លែងនេះស្ថិតនៅក្នុងឃុំព្រែកតកយស្រុកស្អាងខេត្តកណ្ដាលបាទចង់ដឹងថាកន្លែងកំសាន្តមួយនេះមានលក្ខណៈល្អពិសេសហើយមានអ្វីប្លែកៗនៅកន្លែងនោះខ្លះសូមអញ្ជើញបងប្អូនទស្សនាទាំងអស់គ្នាបាទយើងធ្វើដំណើរទៅដល់កន្លែងហ្នឹងមានខ្លងទ្វារវត្តមួយអញ្ចឹងចូលតាមខ្លងទ្វារវត្តប្រហែលជា 4-10 នាទីទៅច្រកចូលនៃចំការនោះគេនៃរមណីយដ្ឋាននោះដែលគេដាក់ឈ្មោះថា The Coco Farm បាទ The Coco Farm ជាមៀវគេចូលនោះគេមានគេជាមៀវនៅឡានអ្នកមិនតឡាននោះគេញ៉ាំនោះតែគេថាលុយហ្នឹងយកទៅដូរភេសOh my god គេនឹងច្រើនមើលដែរច្រើនមើលហើយអញ្ចឹងយើងចូលទៅដល់យើងចតឡានចតអីហើយនាំគ្នាដើរទៅចូលលេងហើយឃើញថាបរិយាកាសនៅកន្លែងនេះស្អាតមែនទែនល្អខ្យល់អាកាសល្អធម្មជាតិ Hello ឥឡូវយើងបានមកលេងកន្លែង Coco Farm នេះបាទអត់ដែលបានដឹងសោះតែចេនីគាត់ឆែកមើលតាម Facebook ទៅឃើញក៏នាំគ្នាមកលេងតែអីដែលចាប់អារម្មណ៍ឃើញថាឡានច្រើនមែនតើមានន័យថាមនុស្សមកច្រើនកន្លែងនេះទៅកាជីហ្នឹងកូនមានអាទិភ្លើងមានអីគេជិះលេងទៅនៅសប្បាយបាទលេងឃើញចាប់អារម្មណ៍ឃើញឡានគេមកច្រើនមែនទែនបាទមានថាមនុស្សមកតែគេឲ្យយកសត្វគេមកនឹងគេឲ្យយកសត្វមកហើយសត្វឲ្យយកសត្វគេមកទៅហ្វ្រីអរគុណម្នាក់ 5000 តូចធំ 10000បាទក្រោយពេលយើងទិញសបុតហើយចូលទស្សនានឹងហើយក៏យើងចូលបន្ទប់ទឹកសិនដើម្បីសម្រួលអេយ៉ាបតបន្តមកទៀតយើងបានធ្វើដំណើរគឺគេ